សូមនមស្ការចំពោះបកករណាគ្រប់ព្រះអង្គដែលមានប្រវត្តិមាននៅក្នុងឱកាសនេះដោយស្ដីរាប់អានសូមចម្រើនពរចំពោះលោកគ្រូអាចារ្យឧបាសកឧបាសិកាញោមញាតិប្រជាពលរដ្ឋពុទ្ធបរិស័ទប្រុសស្រីជាពិសេសគឺសូមចម្រើនពរចំពោះក្រុមគូសានៃសពដែលមានប្រវត្តិមានកំពុងមានទុក្ខក្រៀមក្រោះអឡោះអាល័យជាទីបំផុតនៅក្នុងឱកាសនេះចឹងពេលវេលាសំគូខ្ញុំគណៈអាត្មាភាពនឹងអានវរកម្មវិធីសង្ខេបបែបខ្លីដូចតទៅកម្មវិធីទី1គឺលោកគ្រូអាចារ្យធ្វើបទនមស្ការប្រតនត្រ័យដោយសង្ខេបបានចប់កម្មវិធីទី2គឺវិធីអានជីវប្រវត្តិរូបសង្ខេបរបស់ឧបាសិកាសុនកាត់នៅក្នុងឱកាសនេះដោយសង្ខេបពិធីទី3គឺលោកគ្រូអាចារ្យដឹកនាំពិធីនមស្ការអធិស្ឋានពិធីសមាទានសិលបាំងស្គូលនិងចប់ទៅគឺប្រគេនបច្ច័យ4និងផ្សាយមេត្តាដោយសង្ខេបពិធីមួយទៀតគឺលោកគ្រូអាចារ្យព្រមទាំងកូនក្មួយប្រុសស្រីទាំងអស់ដែលបានចូលរួមក្នុងឱកាសនេះគឺពិធីអត្តរាពរ3ជុំចំពោះមេរុហើយបន្ទាប់ពីអត្តរាពរ3ជុំរួចគឺពិធីបូជាប្រទានភ្លើងជាលើកចុងក្រោយការតបគុណរបស់ឧបាសិកាដែលកូនចៅទាំងអស់គ្នាបានប្រព្រឹត្តធ្វើក្នុងឱកាសនេះពិធីវិរៈកម្មវិធីមួយទៀតគឺពិធីបំពុះកុលបុត្រដែលមានសទ្ធាជាថ្លាក្នុងព្រះពុទ្ធសាសនាបួសតបស្នងឆ្លងសងឆ្លងសទ្ធានៅក្នុងឱកាសនេះនិងពិធីមួយទៀតគឺពិធីសម្ដែងពធទេសនាក្នុងមុខភ្លើងបុរាណលោកសម្ដែងធម៌ទេសនាមុខភ្លើងដែលកំពុងចេះសន្ធោសន្ធៅដែលក្នុងកិច្ចការពិចារណានៅក្នុងសង្ខារធម៌ទាំងឡាយមិនទៀងចូលដល់កិច្ចជាក់ស្ដែងនៅក្នុងឱកាសនេះយោងទៅតាមពេលវេលាគឺកិច្ចទី1លោកគ្រូអាចារ្យបានធ្វើកិច្ចនមស្ការដោយសង្ខេបចូលដល់កិច្ចទី2គឺអានត្រី2នាក់បទទាំងនោះរួមមាន1លោកឡាត់យឹបស្លាប់2លោកឡាត់យ៉ន3លោកឡាត់នីស្លាប់4អ្នកស្រីឡាត់សាវី5អ្នកស្រីឡាត់សាវុន6លោកឡាត់យ៉នក្នុងឋានៈជាមេត្តាតែងតែព្យាយាមមិនដាក់ធុរៈឡើយជាបាលលោកតែងតែមានការណែនាំអប់រំទូលមានព្រានប្រដៅកូនចៅទាំងឡាយដោយធម៌និងវិន័យក្រិតក្រមនៃច្បាប់លើពីនេះតទៅទៀតលោកបានបញ្ជូនឲ្យបានកូនសិក្សារៀនសូត្រនិងបានបួសក្នុងពុទ្ធសាសនាមួយអ្នកផងដែរលោកបានរស់នៅក្នុងភូមិប្រកបអាជីវកម្មសុចរិតយុត្តិធម៌ហើយត្រូវបានបងប្អូនញាតិមិត្តរាប់អានគោរពស្រឡាញ់ពឹងពាក់គ្រប់គ្នាដោយបំពេញជាកតបកិច្ចជាមេត្តាល្អប្រកបដោយព្រហ្មវិហារធម៌លោកកូនមានវ័យល្មមធំហើយអ្នកស្រីបានរៀបចំទុកដាក់ឲ្យកូនមានគូសកលតាមកំឡងប្រពៃណីខ្មែរដោយជីវិតសត្វលោកកើតមកតែងតែមានការប្រែប្រួលមិនទៀងជាទុកមិនមែនជារបស់ខ្លួនតាមច្បាប់ធម្មជាតិទើបមានទ្រឹស្ដីមួយកន្លែងលើកឡើងថាអ្វីទាំងអស់តែងតែមានការចាប់ផ្ដើមហើយក៏មានការបញ្ចប់ទៅវិញជាធម្មតាយថាតិនដេអ្នកកោប៉ាឡូគៀវោបាចេកោចរាំងអេវង្ជរាចមៃជុចអាយងបាចេតិបានេណាំងកងវិលគោគៀងគោទាំងឡាយទៅកាន់ទីគោចរដោយអាចញាគឺដំបងឬរំពាត់យ៉ាងណាមិញជរាគឺសេចក្តីទ្រុឌទ្រោមក្រឹមគ្រានិងមច្ចរាជគឺសេចក្តីស្លាប់ក៏គៀងទៅនៅអាយុរបស់សត្វទាំងឡាយយ៉ាងនោះឈប់ឈរស្ថិតក្រោមអំណាចត្រៃលក្ខធម៌ទុកអាក្រក់ល្អជួបដូចគ្នាអោគោអនិច្ចាសង្ខារសត្វតែងមានវិបត្តិគ្រប់រូបាមានជាតិមិនឃ្លាតពីមរណាខំជិះម្ដេចម្ដាក៏ពុំរួចម៉ាច់ចោសង្គ្រាមតាមយាយីទន្ទ្រានចិនឆ្លីខំក្របួចសត្វលោកទាំងឡាយធ្ងោក្រលួចប្រោះភ័យព្រឺព្រួចឋានមរណាគូឲ្យរន្ធត់តក់ស្លុតអិតឧបមា
អ្វីដែលយើងមានប្រាថ្នាក៏បានកើតឡើងឧបាសិកាសុនកាត់ដែលកូនចៅធ្លាប់ប្រគោរពប្រតិបត្តិយប់ថ្ងៃធ្លាប់ឃើញយាត្រាចុះឡើងសំណេះសំណាលជាមួយកូនចៅព្រមទាំងប្រជាពលរដ្ឋទាំងឡាយក៏ធ្លាក់ខ្លួនមានជំនន់អស់ក្នុងជំងឺរបស់ឧបាសិកាមិនបានធូរសះស្បើយឡើយរឹតតែខ្លាំងឡើងកូនចៅទាំងឡាយបានធ្វើពិធីតាមបែបព្រះពុទ្ធសាសនាក៏មានបែបព្រហ្មញ្ញសាសនាក៏មានដោយយកចិត្តទុកដាក់មើលថែអ្នកម្ដាយដោយម៉ត់ចត់បំផុតគ្មានធ្វេសប្រហែសឡើយនិងមានវិជ្ជាបណ្ឌិតជំនាញពូកែយ៉ាងណាក៏ដោយក៏មិនអាចជួយឲ្យឧបាសិកាសួរប្រាស្រ័យគ្រប់វេលាធ្លាប់រស់ក្រោមម្លប់ព្រះមេត្តាធ្លាប់ស្ដាប់ច្បងច្បាស់អាវាទាប្រដៅអប់រំគ្រប់វេលាឥឡូវឃ្លាតឃ្លាអែតត្រឡប់អ្វីគ្រប់យ៉ាងត្រូវសូនថេងរូបកាយសំលេងត្រូវបញ្ចប់មេត្តាចាក់ទៅដោយស្ងាត់ស្ងប់សត្រឹមតែសពនៅស្ដោកស្ដឹងនៅក្នុងឱកាសដ៏សែនវិបយុគដែលជាប្រសង់ប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងឡាយសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគូសានិងញាតិសាច់ញាតិនៃសពដែលកំពុងមានទុក្ខជាទម្ងន់ដោយការរំលងខណ្ឌអនិច្ចកម្មរបស់ឧបាសិកាសុនកាត់នាពេលនេះនៅក្នុងបរិយាកាសដ៏ស្ងាត់ជ្រងំនេះបញ្ជាក់ថាគណៈសូមឱកាសប្រគេនបុណ្យព្រះអង្គគ្រូឈឿនសុវងគូសុទ្ធស្ដាំដោយបុណ្យកុសលដែលបានពេញធ្វើទាំងបាមានជាចំណែកនៃបុណ្យស្មើម្ចាស់ដើមបុណ្យ